ខ្ញុំបាទសូមលំអរកាយនិងគោរពជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូននិងទស្សនិកជនមកតាមដានសម្ដាប់នៅជោគជតារិស័យប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនជារៀងរាល់ថ្ងៃដូច្នេះសូមពុកម៉ែបងប្អូនខមមិននៅលេខសំណាងនិងធ្វើការចុច like មួយសូមឲ្យសម្រេចដូចប៉ងគិតប៉ងការងារអ្វីសូមឲ្យជោគជ័យដោយសេចក្តីប្រាថ្នាសាធុសាធុសាធុសូមកុំឲ្យខាតពេលយូររីករាយតាមដានសម្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យនេះជាមួយ Channel Sushi ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនំលៀបនំសំណាងឧបរាជចិញ្ចែមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រេចរាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនំលៀបសំណាងម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នំលៀបសំណាងពណ៌សនិងក្រហមលេខនំលៀបសំណាងលេខ11និង61សូមខមមិន 888យកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់ចំពោះឆ្នាំជូតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហេតុនេះទោះបីធ្វើអ្វីឃើញថាមានការជឿនលឿននិងហុចផលមកវិញគ្រួនជាទីពេញចិត្តជានិច្ចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនថាការជួញទីជាតិឆ្ងាយតែងតែហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ទៅផ្ទះវិញគួរជាទីកក់ក្ដៅទោះបីយ៉ាងណាការធ្វើដំណើរចូលប្រយ័ត្នបញ្ហាមិនល្អរត់ចូលនាំពិបាកទប់ទល់មួយចំនួនផងដែររីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ពណ៌នំលៀបសំណាងពណ៌សនិងក្រហមលេខនំលៀបសំណាង45និង66សូមខមមិន 689យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវនៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះហេតុនេះយកល្អលោកអ្នកត្រូវតែប្រកបកិច្ចការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកក៏ប្រសើរដែរក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយក្រុមមនុស្សដែលព្រោះថាងាយនឹងកើតបញ្ហាអាក្រក់ណាស់ដែរក្រៅពីនេះបើមានការណាត់ជួបជាមួយនរណាម្នាក់គិតបីទៅមុនពេលវេលានិងត្រៀមឯកសារឲ្យបានរៀបរយផងដែររីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនថាការជួញទីជាតិឆ្ងាយពុំសូវគួរប្រសើរឡើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាមានតែក្រុមមនុស្សចាំផ្ដួលរំលំដោយក្តីឈ្នានីសរីបញ្ហាសេចក្តីស្នេហាប្រុសស្រីកឹបបីគុំលេងល្បែងមេះម៉ោះច្រើននាំកើតរឿងសៅម៉ងមានតែបញ្ហាប្រទាំងប្រទើជាមួយគ្នាតែប៉ុណ្ណោះឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតក្លាយជាអ្នកមានអំណាចម៉ោងនំលៀបសំណាងម៉ោង 4 ព្រឹកដល់ម៉ោង 5 ល្ងាចពណ៌នំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនំលៀបសំណាងលេខ27និង49សូមខមមិន 111យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខយឺតហើយពិសេសងាយកើតបញ្ហាប្រទាំងប្រទើជាមួយអ្នកដតីថែមទៀតផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកត្រូវចេះសន្សំទ្រព្យដែលល្អឲ្យឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរទៅដោយទ្រព្យដែលល្អតែប៉ុណ្ណោះរីការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពល្បែងសីស្រាព្រោះមានតែនាំទុកសោកមកវិញប៉ុណ្ណោះរីឯបញ្ហាគូស្នេហ៍ប្តីប្រពន្ធកំឡោះក្រមុំមានដំណើរការថយក្រោយនិងប្រឆាំងគ្នាច្រើនឆ្នាំថោះទុនសាយមាសមានបារមីដេកជាប្រាជ្ញាឆ្លៀសវៃមានគេជ្រោមជ្រែងអនាគតក្លាយជាអ្នកមានទ្រព្យសម្បត្តិនិងអំណាចម៉ោងនំលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នំលៀបសំណាងពណ៌សនិងខ្មៅលេខនំលៀបសំណាងលេខ1និងលេខ49សូមខមមិន 168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកក៏តែងតែផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ច
ចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតរីឯការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខសេមសានដោយសពមួយដងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃឆ្នាំរោងនាគរាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងតែងមានអ្នកគ្រប់គ្រងទំនុកបំរុងសពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និងលេខ29សូមខមមិន555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងនៅថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតឡើងចំពោះមុខផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីទោះការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីទោះចំណូលមិនច្រើនតែមានភាពសុខដុមល្អរីឯការធ្វើដំណើរទីជិតឆ្ងាយទៅមានសុវត្ថិភាពគួរសមតែពេលត្រឡប់មកវិញគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯបញ្ហាសេចក្តីស្នេហាកំណោះក្រមុំជួនកាលត្រូវរើគ្នាជួនកាលក៏រកម្មចិត្តមិនសូវទៀងទាត់ឡើយឆ្នាំម្សាញ់ពោះទេវតានាំលៀបឧបរាជចិញ្ចឹមមានជោគមានជ័យមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាង77និង99សូមខមមិន899យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំម្សាញ់ក្នុងថ្ងៃនេះការប្រកបការងារមានការប្រទៀងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទោះតែមានការអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកទាំងនេះទៅរួចក្នុងរង្វង់គ្រួសាររបស់លោកអ្នកត្រូវតែចេះអត់ឱននឹងគ្នាខ្លះទើបមានភាពសុខដុមនិងប្រកាសមិនសូវហូរធ្លុះធ្លាយចេញអស់ពីខ្លួនរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនថាការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើហើយបើពិសេសមានការបើកហាងថ្មីឬរបរថ្មីផងដែរនោះក៏ល្អប្រពៃដែររីឯបញ្ហាសេចក្តីស្នេហាប្តីប្រពន្ធប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើនឆ្នាំមមីសេះមេតបនំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរាល់សត្រូវគ្រប់ច្រឡហកឡើងបនឡើងសាក់ឡើងតួនាទីម៉ោងនំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នំលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនំលៀបសំណាង7789សូមខមមិន555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំមមីនៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនេះមានថារឿងការងាររឿងប្រកាសរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានភាពរលូនទៅមុខល្អនិងការរកផលកម្រៃទៀតសោតក៏គ្រាន់បើជាងមុនផងដែររីការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រជ្រែកប្រច័ណ្ឌកំពុងចូលលុកលុយច្រើនដូច្នេះត្រូវកាត់បន្ថយខ្លះទៅបង្ការចំនួនវិវាទចេញពីខ្លួនទៅប្រសើរឆ្នាំមមេពពេមាសបារមីដេចជាមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនាំលៀបសំណាងលេខ20និង66សូមខមមិន789យកលៀបសម្បត្តិអ្នកមានជន់ខ្ពស់ចំពោះឆ្នាំមមេនៅថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកឡើងខ្ពស់ដូច្នេះផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អតែងតែហុចមកវិញផងសម្រាប់នៅក្នុងថ្ងៃនេះផងដែរដោយសារដួងរិស័យឡើងខ្ពស់ដូច្នេះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនលូតលាស់និងទទួលបានជោគជ័យល្អប្រសើររីឯការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីប្រចង់ផ្សំគុំគ្រួសារជាឱកាសល្អប្រពៃបំផុតនិងបើមានចំនួនវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផងឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែតែបានសម្រេចតែនឿយបន្តិចម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នំលៀបសំណាងខ្មៅនិងស
លេខនាំលាភសំណាង69និង99សូមខមមិន899យកលាភសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំវោថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានភាពណាមួយមិនល្អគប្បីជៀសវាងឲ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើដឹងរឿងអ្នកដតីពេកឡើយមិនដូច្នោះទេបានគ្រោះភ័យមកវិញជារំខានសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការប្រយ័ត្នប្រយែងក្រុមមនុស្សព្រំដីផ្អែមតែសម្បកក្រៅតែខាងក្នុងដូចផ្លែល្វាចាំឆ្លៀតឱកាសដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នករាអ្នកធ្វើដំណើរទៅជិតឆ្ងាយមានភាពសុខដុមដោយសពម្ដងរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំវិញហាក់ដូចជាធ្លាក់ទៀបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផងឆ្នាំរកាមួនភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលាភសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលាភសំណាងពណ៌សនិងលឿងលេខនាំលាភសំណាងលេខ48និង59សូមខមមិន666យកលាភសម្បត្តិកហបតីចិនខ្ពស់ចំពោះឆ្នាំរកានៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អជាមធ្យមប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ស្ត្រីនៅតែមានគ្រោះយាយីនៅឡើយដូច្នេះទោះបីធ្វើអ្វីក៏ដោយក៏មិនភ្លឺថ្លាដោយគោលបំណងប៉ុន្មាននោះដែររីអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះបើចង់បោះទុនតូចធំអ្វីមួយមិនមានអ្វីទោះខុសទេព្រោះថាផលជាផ្លែផ្កាអាចទទួលបានត្រឡប់មកវិញដោយសមបំណងត្រឡប់មកវិញផងដែររីឯការធ្វើដំណើរទីជិតឆ្ងាយតែងតែជួបភាពសុខដុមដូចសពម្ដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាឆ្នាំចសនៈមានលាភមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតក្លាយជាសេដ្ឋីកហបតីឬអ្នកមានជនខ្ពស់ម៉ោងនាំលាភសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលាភសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលាភសំណាងលេខ11និង61សូមខមមិន555យកលាភសម្បត្តិអភិជនចំពោះឆ្នាំចក្នុងថ្ងៃនេះមានជោគសិរីហើយបើទោះបីធ្វើអ្វីក៏ដោយតែងតែមានការរីកចម្រើនលូតលាស់និងមានជោគជ័យគួរសមផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការប្រជែងគ្នាច្រើននិងពិសេសការប្រទៀងប្រទើសជាមួយអ្នកមុខរបរដូចគ្នាហេតុនេះគប្បីមានការបើកចិត្តឲ្យទូលាយបន្តិចទៅគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើងរាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃឆ្នាំកជ្រូកនាំសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនាំលាភសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលាភសំណាងពណ៌សនិងផ្កាឈូកលេខនាំលាភសំណាងលេខ61និង82សូមខមមិន168យកលាភសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំកោបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការគិតមុខគិតក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសពម្ដងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីរយៈពេលនេះមុននឹងធ្វើការចោះទុនអ្វីមួយត្រូវតែចេះគិតគួរឲ្យបានច្បាស់លាស់សិនមុននឹងអនុវត្តពីពេលក្រោយទើបអាចទទួលបានផលសម្រេចល្អរីឯបញ្ហាសុពលភាពស្នេហាកំឡោះក្រមុំប្រុសស្រីមិនសូវចេះអត់ឱនឲ្យគ្នាប៉ុន្មានទេម្ល៉េះហើយទើបកើតមានរឿងរ៉ាវរកម្មចិត្តចំពោះគ្នាច្រើនហើយពេលខ្លះត្រូវតម្លើងសរសៃកដាក់គ្នាទៀតផង